សម្ដេចនាយកហ៊ុនសែនមន្ត្រីក្រលពៅវាគ្រាន់តែជារឿងនិទានតែរឿងមន្ត្រីផ្លែទុរេនគឺជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដរាជធានីភ្នំពេញសម្ដេចនាយកហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានថ្លែងមានប្រសាសន៍ថាមន្ត្រីក្រលពៅគ្រាន់តែជារឿងនិទានតែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដមន្ត្រីដែលគ្រោះថ្នាក់នោះគឺជាមន្ត្រីផ្លែទុរេននេះហើយដែលដើរភូតផលទូទាំងប្រទេសសម្ដេចនាយកហ៊ុនសែនបានបញ្ជាក់ថាការដកចេញពីក្របខ័ណ្ឌមិនទាន់គ្រប់គ្រាន់ឡើយទេត្រូវចាំមើលលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលចោទប្រកាន់តាមផ្លូវតុលាការនៃការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេសប្រសាសន៍សម្ដេចនាយកហ៊ុនសែនធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី16ខែឧសភាឆ្នាំ2026នេះក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ6មករាព្រមទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តព្រៃវែងព្រមទាំងសំណេះសំណាលជាមួយសមាជិកសមាជិកាបកនៅ